ចូលដល់ខែនេះมันខ្វះម្ហូបស្រែហូបទេជាពិសេសខ្យងក្តាមស្ងោរដាក់ដូងក្អូបចឹងទៅជ្រលក់ជាមួយនឹងទឹកប្រហុកកសាំងណាឆ្ងាញ់ជាតិញ៉ាំដល់លដៃនឹងបងប្អូនខ្ញុំលក់ម្ហូបអត់ទៀងទាត់ទេគឺលក់តាមខែតាមរដូវដូចខែនេះស្វោខ្យងក្តាមអញ្ចឹងគឺចេញមុខម្ហូបដែលខ្យងក្តាមច្រើនមែនតើដូចជាខ្យងស្ងោរទឹកដូងអញ្ចឹងបងប្អូនមករកខែនេះឲ្យដឹងតែមានណាជាពិសេសគឺទឹកប្រហុករបស់យើងហើយដូងគឺយើងយកដូងក្អូបមកធ្វើបានពេលយើងស្ងោរជាមួយខ្យងទៅបានក្លិនឈ្ងុយឈ្ងប់ពេញសាច់ហ្មងសម្រាប់គ្រឿងយកទៅស្ងោរខ្យងរបស់យើងថ្ងៃនេះមានគល់លក្រៃមួយយើងដំទៅ8រួចកាច់ជា2ចំណែកឯម្ទេសដំទៅ8ដាក់2ដុំដែរយកមួយមុខស្លោហើយនឹងស្លឹកក្រូចបន្តិចទៅយើងយកទៅដាក់ជាមួយនឹងខ្យងដើម្បីអប់ក្លិនឈ្ងុយដូចគ្នាថ្ងៃនេះខ្ញុំធ្វើលក់សាលបងដាក់ខ្យងស្ងោរចំនួន5គីឡូខ្យងហ្នឹងតែងតាំងពីម្សៅមិញដាក់ត្រាំទឹកចោលឲ្យវាខ្ជាក់ដីខ្ជាក់អីចេញអស់ហើយពេលយើងដល់មកលក់យើងគ្រាន់តែរុះលាងសម្អាតបន្តិចតួចទៅគឺស្អាតហ្មងហើយគល់ក្រៃលន្តែងលក្រូចរបស់យើងហ្នឹងដាក់ទ្រាប់បាតឆ្នាំងជាមួយនឹងសាច់ដូងក្អូបរួចយើងចាក់ខ្យងដាក់មកពីលើពេលស្ងោរខ្យងយើងមិនបាច់ចាក់ទឹកទេដើម្បីឲ្យវាខ្ជាក់ទឹកមាត់មកអស់ល្អិលបរិយាស្មើឆ្នាំងហើយយើងយកសាច់ដូងដែលរសល់ដាក់ពីលើរាយស្លឹកក្រូចបន្តិចជាមួយនឹងគល់ស្លឹកគ្រៃហាន់បច្ឆិតបន្តិចមកថែមគ្រឿងដាក់អំបិល1ស្លាបព្រាបាយនិងស្ករស1ស្លាបព្រាបាយបិទគម្របទុកចោលឲ្យខ្យងខ្ជាក់ទឹកមាត់អស់សិនបន្តមកយើងចាប់ផ្ដើមមកធ្វើទឹកប្រហុកយើងធ្វើរសជាតិទូទៅហ្មងបងប្អូនអញ្ចឹងយើងចង់បានពណ៌ក្រហមប៉ុន្តែចង់បានរសជាតិហឹរអញ្ចឹងយើងប្រើម្ទេសផ្លោកទុំនេះបានប្រភេទម្ទេសផ្លោកទូចតែសាច់វាក្រាស់អញ្ចឹងចំណេញឲ្យពណ៌ស្អាតមែនតើហើយក្លិនក៏ឈ្ងុយដែរវាអត់សូវកពុលទេខ្ញុំម្ដងយើងចិតស្នូលវាចេញអស់រួចកាត់វាជាចំណិតរៀងស្ដើងទៅដើម្បីយកទៅលាងបើលាងទឹកចោលទេកពុលអាក្រក់ណាអញ្ចឹងយើងលាងទឹកពីទឹកទៅបើសិនជាវាកពុលខ្លាំងត្រាំទឹកចោល10នាទីទៅចន្លោះពេលហ្នឹងយើងក៏ម្ដងខ្ទឹមទឹកប្រហុកខ្ញុំធ្វើថ្ងៃនេះចំនួន2លីត្រដាក់ម្ទេសផ្លោកចំនួន3ផ្លែទូចខ្ទឹមសចំនួន4មើមដល់មកតប៉ែតឡែតរួចយើងបកសបកចេញខ្លះតែបត់អស់ហើយប្រហុកយើងប្រើប្រហុកសាច់សស្គូបងប្អូនបើសិនជាចង់ឲ្យទឹកប្រហុករបស់យើងមានពណ៌ស្អាតយើងរើសយកប្រហុកសាច់ត្រីដែលអត់មានស្បែកអត់មានឆ្អឹងតែបើសិនជាយើងធ្វើញ៉ាំធម្មតាមិនក៏បានយើងដាក់លាយឆ្អឹងលាយសាច់ក៏បានដែរនិយាយថាប្រហុកលីស្បែកក៏បានដែរយកទៅកិនជាមួយនឹងម្ទេសផ្លោកទុំឲ្យម៉ត់ខៃបន្តមកទៀតយើងយកខ្ទឹមសនិងម្ទេសហឹរតាមការចូលចិត្តចង់ហឹរវាយមិនដាក់វាយនឹងលាយជាមួយនឹងទឹកឆ្អិនបន្តិចក៏យើងតិចហើយយើងក៏យកម្ទេសអាចសាត់ពណ៌ខៀវតិចច្រើនតាមការចូលចិត្តយកមកដាក់ជាមួយនឹងកាសាំងសម្រាប់កាសាំងហើយនឹងម្ទេសអាចសាត់នេះយើងអត់កិនទៅវាម៉ត់ទេយើងកិនត្រឹមមួយបែកតិចដាក់យកពណ៌ឃើញម្ទេសខៀវហ្នឹងដាក់មួយទៅពេលអញ្ចឹងទៅផលិតពណ៌មកឃើញស្អាតទេសភាពវានៅពេលដែលយើងកិនម៉ត់រួចគឺវាបែបហ្នឹងណាហើយយើងយកទឹកឆ្អិនមកដាក់ក្លុកជាមួយនឹងម៉ាស៊ីនហ្នឹងទៅដើម្បីឲ្យវាអស់កាកម្ទេសកាកសាំងទៅស្ដាយគ្រឿងទឹកដែលយើងប្រើសរុបថ្ងៃនេះចំនួន1លីត្រកន្លះទាំងកិននិងទាំងចាក់នៅខាងក្រៅហ្នឹងហើយយើងយកទៅដោះគោខាប់ដាក់កន្លះកំប៉ុងប៊ីចេង1ស្លាបព្រាបាយប្រហុកមិញដាក់ចំនួន2ខាំហើយយើងកូរច្បល់គ្រឿងទាំងអស់ហ្នឹងឲ្យសព្វចូលគ្នាយើងភ្លក់មើលរសជាតិបើសិនជាស្ទើរផ្អែមបងប្អូនអាចថែមស្ករសបានតាមការចូលចិត្តទុក10នាទីសិនសម្រាប់ភ្លក់បន្ថែមកាសាំងហ្នឹងវាអត់តន់ចេញជាតិជូរអស់ទេមកមើលខ្យងរបស់យើងវិញក៏ចាប់ផ្ដើមពុះបដាហើយទឹកមាត់វាខ្ជាក់មកអស់លេងនេះអញ្ចឹងយើងកូរច្បល់វាឲ្យសព្វគ្រឿងតិចទៅបន្ទាប់មកយើងយកទឹកដូងដែលយើងបានកាប់ទុក2ផ្លែមុនហ្នឹងចាក់ចូលទាំងអស់ខ្យងបងប្អូនងាស់កាន់តែផុយកាន់តែឆ្ងាញ់ខ្ញុំមកជិតញ៉ាំខ្យងផុយខ្លាំងហើយនៅពេលដែលយើងស្ងោរដាក់រសជាតិរៀងឡំក្នុងនឹងខ្លះខ្យងរបស់យើងជាតិមែនតែនហើយវាមានក្លិនឈ្ងុយទឹកដូងផងឈ្ងុយគ្រឿងកុលក្រៃផងទឹកប្រហុកដែលយើងបានធ្វើរួចនេះយើងដាក់ដបទៅដាក់ក្លាសេទុកត្រជាក់អញ្ចឹងណាបងប្អូនទៅពេលយើងចង់ញ៉ាំពេលណាដកយកមកញ៉ាំពេលហ្នឹងរោយតែសណ្តែកដីជាមួយនឹងគល់ស្លឹកគ្រៃខ្ចីទៅហើយអាចទុកបានមួយខែទៅមួយខែកន្លះក៏អត់ខូចដែរឲ្យតែយើងទុកក្នុងទូត្រជាក់ដល់ហើយយើងមូលគោរពឲ្យចិត្តអញ្ចឹងណាហើយទឹកប្រហុកយកអត់សូវប្រើប្រហុកច្រើនអញ្ចឹងយកទៅថាអូអត់សូវប្រៃទេជ្រលក់ប៉ុណ្ណាក៏ជាតិដែរហើយរសជាតិអីជូរប្រៃផ្អែមមិនល្មមទឹកប្រហុកឡើងខាប់ល្អហើយឈ្ងុយប្រហុកតិចសម្រាប់បងប្អូនដែលចេះប្រហុកក៏អាចញ៉ាំបានដែរខ្ញុំធ្វើលក់នេះមានបន្លែមានខ្យងមានទឹកប្រហុកមកកញ្ច្រៃហ្នឹងតែ7